គោរពនិងជំរាបសួរបងប្អូនទាំងអស់គ្នាចាតើបងប្អូនណាខ្លះដូចនាងខ្ញុំឲ្យតែទៅផ្សារអត់ដឹងរនឹកថាធ្វើម្ហូបអីទេហើយមួយថ្ងៃបងប្អូនអង្គុយគិតតែរឿងធ្វើម្ហូបនឹងឯងហើយមិនដឹងថាថ្ងៃនេះស្លអីថ្ងៃស្អែកស្លអីគឺពិបាករនឹកមែនទែនចាពេលទៅផ្សារហ្នឹងឃើញគេលក់ក្បាលត្រីល្អដែរបងប្អូនក៏ទិញក្បាលត្រីគេមកហើយក៏នឹកឃើញថាស្ងោរឆៃថាវជាមួយនឹងការ៉ុតហើយដាក់លាយជាមួយនឹងផ្សិតច្បាំងតិចទៅហើយបើសិនជាបងប្អូនចង់ដាក់តែឆៃថាវនិងការ៉ុតក៏បានដែរតែបើសិនជាបងប្អូនសាកដាក់ជាមួយនឹងផ្សិតដូចនេះខ្ញុំបែបនេះក៏មានរសជាតិឆ្ងាញ់មួយយ៉ាងដែរចាសម្រាប់ការ៉ុតនិងឆៃថាវគឺយើងធ្វើការចិតសម្បកឲ្យបានស្អាតចឹងមកហើយដោយសារតែកបិតមុខពីរនេះខ្ញុំនេះគឺវារាងមុខធំបន្តិចចឹងនៅពេលដែលចិតទៅបងប្អូនឆៃថាវនិងការ៉ុតនឹងគឺរាងទូចផងហើយកបិតមុខធំទៀតចិតទៅសឹងតែអស់សាច់តែម្ដងចឹងបើសិនជាបងប្អូនមានកបិតមុខទូចគឺចិតទៅអត់សូវអស់សាច់ដូចកបិតនេះខ្ញុំទេហើយសម្រាប់ឆៃថាវវិញនឹងខ្ញុំចាហាន់វាទូចបែបហ្នឹងហើយបងប្អូនចង់ចិតបច្ឆិតក៏បានដែរនិយាយរួមទៅគឺអាស្រ័យទៅតាមចំណូលចិត្តរបស់យើងទេចឹងនេះខ្ញុំចិតទូចបែបនេះគឺងាយស្រួលញ៉ាំហើយគឺយើងស្ងោរវាឆាប់បានឆ្អិនទៀតចឹងណាចំណែកការ៉ុតវិញណាខ្ញុំដាក់តែពាក់កណ្ដាលទេបងប្អូនដោយសារតែស្ងោរវាតិចដែរហើយនេះខ្ញុំទុកពាក់កណ្ដាលទៅហើយនេះខ្ញុំហាន់ជាចាកង់ទូចបែបហ្នឹងហើយនេះខ្ញុំចូលចិត្តហាន់ទូចចឹងបងប្អូនដោយសារតែស្រួលញ៉ាំហើយបើសិនជាក្មេងៗណាយើងហាន់ទូចចឹងក៏គាត់ចូលចិត្តញ៉ាំបន្លែដែរបន្ទាប់ពីហាន់ការ៉ុតឆៃថាវរួចហើយខ្ញុំទុកវាមួយឡែកសិនខ្ញុំងាកមកចិតជាមួយនឹងផ្សិតច្បើងអញ្ចឹងផ្សិតច្បើងនេះបើសិនជាបងប្អូនទិញកន្លែងអ្នកលក់ខ្លះគឺគាត់ចិតឲ្យយើងមកស្អាតណាបងប្អូនប៉ុន្តែកន្លែងខ្លះគឺគាត់អត់បានចិតទេអញ្ចឹងយើងយកមកគឺយើងចិតឲ្យអស់ដីឲ្យអស់កំទេចច្បើងដែលវាជាប់នឹងគល់ហ្នឹងណាហើយចិតរហូតដល់អស់ផ្សិតហ្នឹងទៅហើយបងប្អូនចង់ដាក់ផ្សិតទាំងមូលក៏បានឬក៏បងប្អូនចង់ពុះវាជាពីរក៏បានដែរទៅតាមការចូលចិត្តបន្ទាប់ពីបន្លែយើងរៀបចំរួចហើយយើងធ្វើការលាងសម្អាតវាឲ្យបានស្អាតល្អមកសម្រាប់ស្ងោរនៅខ្ញុំជឿថាអ្នកណាក៏ចេះស្ងោរដែរបងប្អូនគ្រាន់តែថាតិចនិចនៃការធ្វើហ្នឹងគឺវាខុសគ្នាពីគ្រួសារមួយទៅគ្រួសារមួយទេប៉ុន្តែសម្រាប់នាងខ្ញុំឲ្យតែម្ហូបធ្វើពីត្រីបងប្អូនគឺប្រយ័ត្នមែនទែនក្នុងការលាងសម្អាតក្នុងការធ្វើហ្នឹងបើសិនជាមានក្លិនឆ្អាបគឺអ្នកផ្ទះខ្ញុំហ្នឹងគឺគាត់អត់ញ៉ាំទេបងប្អូនហើយថ្ងៃនេះដែរនេះខ្ញុំទិញក្បាលត្រីពីផ្សារហ្នឹងគឺ3ចាក្បាលហ្នឹងគឺតម្លៃត្រឹមតែ8,000រៀលបងប្អូនបានត្រីធំដែរហើយនេះខ្ញុំចែករំលែកតិចនិចនៃការធ្វើឬក៏លាងសម្អាតត្រីរបស់នាងខ្ញុំនេះគឺអស់រំអិលហើយគឺស្អាតអត់មានក្លិនឆ្អាបទេបងប្អូនអញ្ចឹងនេះខ្ញុំប្រើជាមួយនឹងអំបិលមាត់ប្រើជាមួយនឹងក្រូចឆ្មាយើងធ្វើការលាងច្បាច់ហើយយកក្រូចឆ្មាហ្នឹងមកច្បូតទៅលើត្រីរបស់យើងបែបនេះគឺរំអិលហើយនឹងឈាមហ្នឹងគឺវាទៅតាមក្រូចឆ្មាហើយបងប្អូនធ្វើការលាងសម្អាតទឹកឲ្យបានច្រើនទឹកមកគឺត្រីរបស់យើងគឺស្អាតទេបងប្អូនប៉ុន្តែលាងស្អាតប៉ុណ្ណឹងហើយក៏នេះខ្ញុំអត់តាន់យកទៅស្លភ្លាមដែរគឺនេះខ្ញុំយកវាទៅស្រុះជាមួយនឹងទឹកក្តៅម្សៅសិនបងប្អូនបន្ទាប់ពីលាងសម្អាតត្រីស្អាតល្អហើយចានេះខ្ញុំក៏បានដាក់ឆ្នាំងដើម្បីដាំទឹកធ្វើការស្រុះវាយកជាតិឆ្អាបនិងជាតិឈាមចេញសិនបងប្អូនកាលណាយើងធ្វើបែបនេះគឺនេះខ្ញុំហ៊ានធានា100%ថាត្រីរបស់យើងស្លទៅគឺអត់មានក្លិនឆ្អាបទេបងប្អូន
បងប្អូនខ្លះគឺគាត់គិតថានៅពេលដែលយើងស្រស់បែបនេះគឺត្រីរបស់យើងវាអស់ជាតិប៉ុន្តែសម្រាប់នាងខ្ញុំគឺនាងខ្ញុំគិតថាស្រស់បែបនេះគឺវាចេញជាតិឈាមនិងជាតិឆ្អាបចេញបើមិនជឿបងប្អូននៅពេលដែលយើងស្រស់បងប្អូនមើលទៅលើទឹកគឺទឹកវាឡើងខ្មៅហើយចេញមកខ្លាញ់គឺល្អក់ហ្នឹងគឺសុទ្ធតែជាតិឆ្អាបបងប្អូនកាលណាយើងលាងសម្អាតស្រស់វាចេញបែបនេះហើយលាងទឹកសម្អាតចេញទៀតគឺត្រីរបស់យើងគឺធានាជូនថាអត់មានក្លិនឆ្អាបសូម្បីតែបន្តិចទេបងប្អូនគឺញ៉ាំដោយទំនុកចិត្តទៀតផងចាំបន្ទាប់ពីស្រស់ហើយលាងសម្អាតជាមួយនឹងទឹកស្អាតល្អហើយនេះខ្ញុំដាក់ឆ្នាំងដាំទឹកស្លតែម្ដងហើយសម្រាប់ស្ងោរនេះបងប្អូនចង់ដាក់ជាមួយនឹងរំដេងខ្ទឹមសហើយនឹងគល់ស្លឹកគ្រៃក៏បានប៉ុន្តែដោយសារតែនឹងខ្ញុំអត់ចូលចិត្តក្លិនរំដេងនិងគល់ស្លឹកគ្រៃថ្ងៃនេះនឹងខ្ញុំអត់បានដាក់ទេហើយដោយសារតែត្រីដែលនឹងខ្ញុំធ្វើនេះគឺវាបានស្អាតល្អហើយអត់មានក្លិនឆ្អាបទេអញ្ចឹងនឹងខ្ញុំអត់បានដាក់រំដេងហើយនឹងគល់ស្លឹកគ្រៃទេបងប្អូនសម្រាប់អ្នកដែលគាត់លាងសម្អាតត្រីអត់សូវបានស្អាតយើងដាក់គល់ស្លឹកគ្រៃហើយនៅរំដេងហ្នឹងគឺវាជួយកាត់ក្លិនឆ្អាបបងប្អូនប៉ុន្តែនេះខ្ញុំអត់ប្រើទេគឺនឹងខ្ញុំដាក់តែខ្ទឹមសប៉ុណ្ណោះអាហ្នឹងគឺអាស្រ័យតាមការចូលចិត្តទេបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានដែរហើយសម្រាប់នាងខ្ញុំគឺសម្លអីក៏ដោយគឺនឹងខ្ញុំតែងតែដួសពពុះចេញជានិច្ចដោយសារតែពពុះហ្នឹងគឺធ្វើឲ្យសម្លរបស់យើងឆ្អាបកាលណាយើងដួសចេញអស់សម្លរបស់យើងគឺស្អាតហើយអត់មានធំក្លិនអីទេបងប្អូនអញ្ចឹងគឺនេះខ្ញុំបងបន្លែមន់ត្រីបងប្អូនដោយសារតែត្រីរបស់យើងស្រស់ម្ដងហ្នឹងគឺវាចិត្តឆ្អិនហើយណាមួយត្រីវាឆ្អិនលឿនផងអញ្ចឹងនេះខ្ញុំបានដាក់បន្លែមុននៅពេលដែលបន្លែរបស់យើងចិត្តឆ្អិនហើយនេះខ្ញុំក៏ដាក់ក្បាលត្រីចូលរំងាស់ជាមួយគ្នាតែម្ដងចាសម្រាប់គ្រឿងផ្សំវិញនឹងខ្ញុំដាក់អំបិលចាស្ករបន្តិចម្សៅស៊ុបបន្តិចចាហើយម្សៅស៊ុបរ៉ូឌីហើយនឹងទឹកត្រីបងប្អូនដោយសារតែនឹងខ្ញុំអត់សូវជាយករសជាតិដិតទេពីព្រោះស្ងោរនេះជាទូទៅគឺគេតែងតែធ្វើជាមួយនឹងទឹកប្រហុកឬក៏ជាមួយនឹងទឹកត្រីញែកម្ទេសហិលបងប្អូនកាលណាយើងស្លប្រៃពេកឬក៏ដិតពេកយើងញ៉ាំជាមួយនឹងជ្រក់ឬក៏ទឹកម្ទេសទឹកត្រីរបស់យើងហ្នឹងគឺកាន់តែប្រៃខ្លាំងក៏វាមិនសូវជាមានរសជាតិឆ្ងាញ់ដែរបងប្អូនអញ្ចឹងសម្រាប់ស្ងោរឆៃថាវក្បាលត្រីរបស់នាងខ្ញុំថ្ងៃនេះចាគឺមានតែប៉ុណ្្នឹងហើយសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់នាងខ្ញុំផងដែរចាអរគុណ